កូដអំពី LKA រដូវកាលទី11គឺមានរឿងត្រូវនិយាយគ្នាទៀតហើយតោះឥឡូវយើងមកចេះគ្នាទៅតាក់ទងជាមួយនៅក្នុងការប្រកួតអំពី LKA រដូវកាលទី11អ្នកទាំងអស់គ្នាប្រកាសជាមិនតមិនដឹងច្បាស់ទេហើយក៏មានគ្នាយើងមួយចំនួនក៏កំពុងតែសពេចសពិលដូចគ្នាតាក់ទងជាមួយនៅ roster ក្រុមនីមួយៗអ្នកគ្នាអញ្ចឹងសម្រាប់មួយរយៈក្រោយនេះគឺថាមានការលេចលឺក្រុមនីមួយៗគឺដាក់បដាមកហើយមិនថាក្រុមចាស់ឬក៏ក្រុមថ្មីទេគឺមានការវែកញែកជាច្រើននៅក្នុង social media ប៉ុន្តែខ្ញុំសូមអត់លើកឡើងនិយាយពី roster នីមួយៗទេប៉ុន្តែខ្ញុំឲ្យអ្នកគ្នាគិតពីចំណុចមួយអ្នកគ្នាគឺថាឥឡូវនេះមាន MPL qualify ត្រូវអត់អ្នកគ្នាអញ្ចឹងអ្នកគ្នានៅមើលតារាងទៅគឺថានៅក្នុងតារាងហ្នឹងគឺមិនមានក្រុម CU0 ទេដែលគឺជាក្រុមដែល defense slot ហ្នឹងអ្នកគ្នាអញ្ចឹងតើក្រុម CU0 បាន slot មកពីណាហើយមួយទៀតឥឡូវនេះកំពុងតែនិយាយពី roster របស់ Soon នេះអញ្ចឹងតើ CU0 បាន slot មកពីណាគ្នាយើងមានកត់សម្គាល់ឯហ្នឹងអត់ប៉ុន្តែសម្រាប់ខ្ញុំទុំតែនឹកឃើញថាចុះ qualify គឺចិត្តរកឃើញ slot ទៀតហើយអញ្ចឹងគឺថាក្រុម CU0 បានផ្សំមកពីណាហើយសម្រាប់ក្រុមផ្សេងគឺថាចេញមកបដាអីចេញហ៊ីនចេញអីចឹងផ្សេងទាំងអស់គ្នាហ្មងក្រុម Plus KA ដូចជាមានវីដេអូហើយក្រុម CFU អត់ទាន់ឃើញទេហើយកំពុងតែមានរឿងទៀតហ្នឹងគឺខ្ញុំអត់ដឹងទេអ្នកគ្នាខ្ញុំមកសុំអត់និយាយឡើយហ្នឹងហើយសម្រាប់ក្រុម CU0 ខ្ញុំអត់ដឹងដូចគ្នាឥឡូវខ្ញុំសួរអ្នកទាំងគ្នាក្រុម CU0 បាន slot មកពីណាអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេគ្នាយើងកុំភ្លេច follow TikTok ហើយជាមួយនៅ Facebook ខ្ញុំផងពេលដែលមានព័ត៌មាន update អីគឺអ្នកទាំងគ្នានឹងទទួលបានមុនគេហើយក៏មានវីដេអូដែលប្លែកៗឲ្យអ្នកទាំងគ្នាបានឃើញដូចគ្នាអូខេអញ្ចឹងវីដេអូមានប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបាយ